សម្រាប់មុខម្ហូបមួយមុខនេះឆ្ងាញ់ហើយវិធីធ្វើងាយៗលឿនហើយសំខាន់ណាស់បងញ៉ាំអត់ទ្រាំទៀតណាតាមមកមើលវិធីធ្វើមួយខ្ញុំទាំងអស់គ្នាគ្រឿងទេសរបស់ខ្ញុំធ្វើថ្ងៃនេះគឺមានផ្កាស្រស់បន្លែចាហើយនឹងគ្រឿងទេសមួយចំនួនទូចហើយថ្ងៃនេះខ្ញុំទិញបានជាមួយនឹងផ្កាស្រស់ល្អមែនតើបងចំនួន1គីឡូជាងបន្លែខ្ញុំមានប្រើសុទ្ធការ៉ុតពោតចាហើយពោតខ្ញុំប្រើប្រភេទពោតក្រហមនេះបងព្រោះអីពោតនឹងផ្អែមហើយទន់ឆ្ងាញ់មែនតើមួយមុខនេះសម្រាប់បងដែលគាត់ចូលចិត្តញ៉ាំពោតអីអ៊ូធ្វើម៉េចហ្មងអាចដាក់ចំនួន3-4ផ្លែក៏បានដែរតែនេះខ្ញុំធ្វើតាមបរិមាណដែលខ្ញុំញ៉ាំគ្នាចំនួន3នាក់អញ្ចឹងណាតាសម្រាប់ពោតហើយនឹងការ៉ុតយើងយកវាមកដាក់អប់ជាមួយនឹងទឹកដោះគោសិនឲ្យវាឆ្អិនម្សៅសិនណាបងបន្ទាប់ពីពោតហើយនឹងក្រឌីឆ្អិនមកល្មមហើយយើងចាក់បកាចូលទៅបកាអប់ទៅមកផ្លែតឆ្អិនឲ្យបងអញ្ចឹងវារៀងឡើងក្រហមអញ្ចឹងយើងបិទភ្លើងទុកម្ដងសិនតែយើងមកមើលពីវិធីឆាគ្រឿងទាំងអស់គ្នាបងឲ្យខ្ញុំប្រើប្រេងឆាបន្តិចបន្ថែមប៊ឺបន្តិចដើម្បីឲ្យវាមានក្លិនឈ្ងុយហើយទន់បន្លែចូលជាតិបានល្អបងឆាគ្រឿងដាក់ទុំជាមួយអីហ្នឹងឲ្យរៀងទន់អញ្ចឹងតិចមកដាក់បន្ថែមចំដុំស៊ីឈ័នបន្តិចចូលអញ្ចឹងមកហើយឆាត្រឡប់មកឲ្យមានឡើងក្លិនឈ្ងុយអញ្ចឹងមកបន្ទាប់មកខ្ញុំថែមម្សៅស៊ុបបន្តិចចាហើយកំខំនេះម្ទេសឆាបងម្ទេសឆាហ្នឹងអត់ហឹរទេតែខ្ញុំដាក់មកបន្ថែមរសជាតិហើយនឹងបន្ថែមពណ៌អញ្ចឹងណាយើងថែមស្ករពីចេងបន្តិចខ្ញុំអត់ប្រើអំបិលខ្ញុំប្រើទឹកប្រេងខ្យង J Top Lady បងពុំមីងសម្រាប់ទឹកប្រេងខ្យង J Top Lady នេះពេលដែលយើងចាក់ចូលទៅគឺថាឡើងឈ្ងុយចាស់ក្លិនឈ្ងុយមែនតើហើយខ្ញុំបន្ថែមទឹកម្ទេស J Top Lady ថែមបន្តិចទៀតមកនេះអួយបងអើយសម្រាប់ទឹកម្ទេស J Top Lady នេះដាក់ជាមួយនឹងមុខម្ហូបរបស់យើងបានទាំងពណ៌ស្អាតបានទាំងរសជាតិឆ្ងាញ់តែហើយយើងបន្ថែមទឹកដោះគោស្រស់បន្តិចទៀតនៅក្នុងគ្រឿងហ្នឹងណាបងបន្ទាប់មកយើងចាក់ឆាផ្សិតនេះចូលទៅចាមើលទៅរៀងទន់មកល្មមហើយយើងចាក់គ្រឿងដែលបានអប់មុនហ្នឹងបងចាមានជាមួយនឹងផ្កាមានជាមួយនឹងពោតហើយនឹងការ៉ុតចាតែប៉ុណ្្នឹងមកបងរួចរាល់នេះផ្កាអប់គ្រឿងស៊ីឈ្មោះរបស់យើងគឺឆ្អិនហើយបងយើងកុំភ្លេចបន្ថែមស្លឹកខ្ទឹមហើយនឹងម្ទេសផងណាស្លឹកខ្ទឹមនេះដាក់មកឃើញតំណងទាំងពណ៌ស្អាតហើយទាំងបន្ថែមរសជាតិឆ្ងាញ់ហើយនឹងក្លិនវិញឈ្ងុយឡើងជះដល់5-6ទេហ៎អរគុណបងអំពូមេដែលទស្សនាវីដេអូនេះពីដើមរហូតដល់ចប់កុំភ្លេចចុច like និង share follow page ម្នាក់មួយផងអរគុណបាយបាយ